Hello saya này ngay ngày cái đây cái nhà một phép nào này bây giờ cho lên server Master Club nhá nàyហើយវីដេអូហ្នឹងក៏ចេញមកសំទោសអស់គ្នាដែរព្រោះអីខានចេញវីដេអូមកយ៉ាងហ្នឹងដោយសារតែរវល់ខ្លាំងពេកអត់សូវមានពេលធ្វើអញ្ចឹងណាហើយឥឡូវនេះក៏ខ្ញុំចេញវីដេអូមកប្រាប់ពីរបៀបចូលលេង server Master Club សម្រាប់អ្នកដែលចូលលេងថ្មីអញ្ចឹងណាសម្រាប់អ្នកលេងលើ Java អ្នកនេះគួរតែចូលពាក្យថា multiplayer បន្ទាប់ពីអ្នកនេះចុចចូលមកអ្នកនេះចុចពាក្យថា add server បន្ទាប់ពីអ្នកនេះ add server អ្នកនេះឥឡូវអ្នកនេះចង់ដៃដាក់ទៅដៃក៏បានដែរដូចជាខ្ញុំអញ្ចឹងខ្ញុំដាក់ថា Master Clubបន្ទាប់មកខាងក្រោមអ្នកនេះដាក់ port ដាក់ថា Master Club .net បន្ទាប់មកអ្នកគ្នាចុច down មកគឺរួចហើយបន្ទាប់ពីអ្នកគ្នាចុច down ហើយនេះវានឹងឃើញនឹង load ឲ្យលើខាងលើហ្នឹងហ្មងបន្ទាប់មកអ្នកគ្នាចូលទៅពេលអ្នកគ្នាចូលទៅអ្នកគ្នាចាំវា play ទៅវានឹងចូលឲ្យហើយគឺសម្រាប់ខ្ញុំបាន log in រួចហើយប៉ុណ្ណឹងទៅគឺវាចូលមកដល់ spawn ហ្មងហើយអ្នកគ្នាមើលទៅនេះគឺជាទស្សនវិជ្ជាមនុស្ស lobby អត់ម៉ែអើយមនុស្សគឺថាច្រើនកកមែនតើសម្រាប់ server ហ្នឹងគឺ server ខ្ញុំលេងលើកទី1 server ហ្នឹងខ្ញុំលេងបានយូរជាងគេខ្ញុំមិនដែលលេង server អីទេតាំងពីខ្ញុំលេង Minecraft ដំបូងហើយនេះដែរគឺខ្ញុំមកប្រាប់អ្នកនរគ្នាពី server Master Club របៀបចូលលេងហើយបន្តិចទៀតនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅស្គាល់អំពី map នីមួយៗនៃក្នុង server Master Club អញ្ចឹងណាហើយនេះដែរគឺខ្ញុំមកប្រាប់ពី map មួយដែលមានឈ្មោះថា Master SMP បន្ទាប់មកអ្នកនេះដើរមករកពាក្យថា Master SMP នេះចុចវាប៉ក់មកបន្ទាប់មកវាក៏ចូលទៅអូ sorry ផងអ្នកនេះដោយសារតែខ្ញុំអត់បានទៅ spawn ដល់សិនទៅគឺខ្ញុំនៅកន្លែងផ្ទះខ្ញុំដល់ឥឡូវគឺផ្ទះហ្នឹងខ្ញុំអត់សូវដែរលេងទេ server ហ្នឹងដោយសារតែខ្ញុំជាប់រវល់អត់សូវបានមានពេលលេងឥឡូវនេះខ្ញុំធ្វើការ /spawn មកអ្នកនេះរងចាំវា3 second ទៅគឺវានាំយកទៅ spawn ហើយនេះគឺជា spawn របស់ Master Club អ្នកនេះមើលបានគឺ Master SP បានគឺថាធំខ្លាំងមែនតើហ្មងហើយ server ហ្នឹងក៏អរគុណទៅកាន់ចែកជូបខ្មែរដែរបាទគឺវាលយខ្លាំងមែនតើអ្នកនេះមើលនេះគឺមានទូជាខ្មែរគឺកលេសមើលជុំវិញទៅគឺស្អាតខ្លាំងមែនតើក្នុង server Master SP ដើម្បីអ្នកចូលគ្នាចូលវិញដំបូងអ្នកនេះគួរតែដើរមករក NPC មួយដែលមានឈ្មោះថា Free Kidហើយបន្ទាប់មកអ្នកចុចលើវាប៉ក់មកវានឹងបានអាម៉ដូចជានេះមើលតាមហ្នឹងទៅគឺឲ្យបាន full ហ្មងណាវាមិនសូវជាខ្លាំងទេអាម៉ហ្នឹងហើយបន្ទាប់ពីបានហើយអ្នកធ្វើការចុច random teleport អ្នករកចាប់ពី5 second សិនទៅបន្ទាប់មកវានឹងនាំគ្នាទៅណាទៅណីអញ្ចឹងទៅហើយអ្នកឃើញបានគឺខ្ញុំបានមកដល់ overworld ដីធម្មតាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងទេហើយចាំជួបគ្នានៅវីដេអូក្រោយសង្ឃឹមថាវីដេអូក្រោយប្រហែលជាមានអេពីសូតវាយគ្នាបាទប្រហែលជាមានវីដេអូវាយគ្នាបាទគឺមិនមែនវាយគ្នាដុំនេះគឺវាយគ្នាជុំពួកម៉ាក់ហៅមកធ្វើវីដេអូអញ្ចឹងណាខ្ញុំមានតែប៉ុណ្្នឹងឯងបាយបាយ